បាទសូមជម្រាបសួរលោកអ្នកបងប្អូននេះគឺជាវីដេអូទី3នៅក្នុងមេរៀនខ្សែមេរៀនច្រើនហើយលោកគ្រូនឹងនិពន្ធសភៅមួយជាភាសាខ្មែរដើម្បីជួយលោកទឹកចិត្តលោកអ្នកបងប្អូនហើយឈ្មោះរបស់វីដេអូមេរៀនខ្សែនេះនឹងសភៅដែលលោកគ្រូនឹងរៀបចំនិពន្ធគឺផ្លូវចំពោះទៅសេចក្តីសុខសាន្តសេចក្តីសង្ឃឹមនិងអនាគតថ្មីអនាគតល្អបាទនេះគឺជាជំនឿរបស់ខ្ញុំហេតុអីបានជាខ្ញុំហើយគ្រួសារខ្ញុំកូន4នាក់ចាក់ចេញពីស្រុកកំណើតប្រទេសអាមេរិកឆ្នាំ95ចុងខែ4ឆ្នាំ1995មានសង្គ្រាមនៅក្នុងស្រុកខ្មែរនៅឡើយអត់មានប្រព័ន្ធភ្លើងនៅទីក្រុងភ្នំពេញអត់មានប្រព័ន្ធផ្លូវហើយភ្លើងអគ្គិសនីនិងផ្លូវនិងទឹកអត់មានអីសោះអត់មានផ្សារដែលត្រឹមត្រូវទេអត់មានម្ហូបដែលយើងស្គាល់យើងអត់ចេះវប្បធម៌អត់ចេះភាសាហេតុអីយើងចាក់ចែងពីដើម្បីរៀនចេះនិយាយសរសេរនិងអានភាសាខ្មែរហេតុអីដោយសារខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបមានតម្លៃហើយទាំងក្រទាំងមានទាំងអាស៊ីទាំងអឺរ៉ុបគ្រប់គ្នាជាសំខាន់ដែលមានតម្លៃយើងជឿមួយទៀតថាយើងជឿថាមនុស្សលោកយើងគ្រប់គ្នាមានជោគវាសនាមួយយើងមិនមែនកើតឡើងនៅលើផែនដីយើងនេះដោយចៃដន្យទេមានហេតុផលបាទនេះគឺជាសេចក្តីពិតនេះគឺជាចំនួនដែលជំរុញខ្ញុំចាក់ចេញពីស្រុកកំណើតខ្ញុំមកប្រទេសកម្ពុជានៅរដូវពិបាកនៅរដូវមានសង្គ្រាមនៅឡើយដើម្បីជួយជនជាតិខ្មែរហើយបងប្អូនត្រូវស្វែងយល់ថាយើងជាអ្នកជឿលើព្រះយេស៊ូវអូខេយើងមិនប្រកាន់នឹងសាសនាផ្សេងទៀតទេប៉ុន្តែនេះគឺជាជំនឿខ្ញុំហើយមានខគម្ពីរមួយនៅក្នុងតោះរបស់ព្រះគម្ពីររបស់ព្រះយេរេមីជំពូកទី29ខទី11ចាញ់ថាជាព្រះជាម្ចាស់និយាយយើងស្គាល់ច្បាស់អំពីផែនការដែលយើងមានសម្រាប់អ្នករាល់គ្នាជាផែនការដែលផ្ដល់សេចក្តីសុខសាន្តដល់អ្នករាល់គ្នាមិនមែនសម្រាប់អ្នករាល់គ្នាវេទនាទេបើយើងនឹងផ្ដល់សេចក្តីសង្ឃឹមនិងអនាគតល្អដល់អ្នករាល់គ្នានេះគឺជាព្រះបន្ទូលរបស់ព្រះនៃពិភពលោកទាំងមូលដូច្នេះនេះគឺជាហេតុផលដែលខ្ញុំមកប្រទេសកម្ពុជាដើម្បីប្រាស់បទពិសោធន៍ខ្ញុំជំនះដឹងខ្ញុំជំនាញខ្ញុំដើម្បីជួយជនជាតិខ្មែរទទួលសេចក្តីសុខសាន្តទទួលសេចក្តីសង្ឃឹមហើយទទួលនឹងចូលអនាគតល្អហើយនេះគឺជាជំនឿរបស់ខ្ញុំនៅពេលនេះហើយជាជំនឿរបស់ខ្ញុំរហូតដល់ថ្ងៃហ្នឹងហើយយើងទោះបីជាមានអាយុវ័យចាស់ហើយយើងចង់បន្តប្រាស់ខ្ញុំជំនាញបទពិសោធន៍ចំណេះដឹងដើម្បីជួយជនជាតិខ្មែរបានអនាគតល្អសូមចាំមេរៀនបន្ទាប់ហើយលោកគ្រូនឹងបង្ហាញអំពីជំហានទាំងប៉ុន្មានដែលជួយយើងហើយទទួលអ្វីទាំងអស់ដែលយើងកាប់មកដើម្បីទទួលនៅក្នុងជីវិតនេះបាទសូមអរគុណ